Rương bộ rọ Pân cô họ ហើយលោកយាយឲ្យខ្ញុំសុំទឹកហូបបន្តិចមក នេះចៅទៅណាមកណីបានជាហត់ទៅហេបទៅហប់បែបនេះ ហត់ណាស់យាយអើយខ្ញុំជាអ្នកចម្ងាយមកពីភូមិឫស្សីខ្ញុំមកនេះគឺដើម្បីអញ្ជើញបងប្អូនសាច់ញាតិខាងប្រពន្ធខ្ញុំដើម្បីចូលរួមមង្គលការកូនស្រីខ្ញុំមិនសូវជាច្បាស់ផ្លូវក៏បានសួរបុរសម្នាក់គាត់បានចង្អុលប្រាប់ថាផ្ទះមីងរីនៅឯចុងភូមិឯណោះតែពេលខ្ញុំទៅដល់បើជារកមិនឃើញទាល់តែសោះខ្ញុំត្រឡប់មកវិញទាំងថ្ងៃក្តៅហេវហត់អស់កម្លាំងណាស់យាយអើយអាគាត់នោះមិនក៏អាក្រក់អីយ៉ាងនេះប្រាប់ផ្លូវខុសដល់ខ្ញុំអញ្ចឹង អ្នកភូមិព្រៃផ្ដៅនេះស្មោះត្រង់រាក់ទាក់ណាស់មិនដែលកុហកនរណាឡើយ ច្បាស់ណាស់គាត់និយាយថាគាត់គឺជាអ្នករស់នៅក្នុងភូមិនេះហើយប្រាប់ថាឈ្មោះជ្រុយឲ្យគេនោះណោះ ស្លាប់ហើយលោកប្រកាសជាសួរចំឲ្យជួយជំគួតនោះហើយម្នាក់ដែលកន្ធាត់ទៀបមានប្រជ្រុយធំមួយនៅក្រោមមាត់មែនទេ គឺគាត់នឹងហើយយាយ ហើយភូមិនេះមានតែគេម្នាក់នឹងទេដែលចូលចិត្តនិយាយភូតកុហកញុះញង់គេឯងគេបានធ្វើឲ្យមនុស្សជាច្រើនទៀតត្រូវវេទនាខូចការអស់ព្រោះតែពាក្យកុហករបស់គេហ្នឹងចៅសម្រាប់ឲ្យបាត់ហត់បន្តិចសិនទៅចាំបន្តដំណើរទៅមុខទៀតយាយនឹងប្រាប់ផ្លូវទៅកាន់ទីនោះណា អូមានមនុស្សបែបហ្នឹងទៀតណោះ អញស្អែកមានកម្មវិធីបុណ្យកូនរបស់មីងនៅភូមិរស័យឯងទៅចូលរួមទៅណា អូមិនអីទេចាំខ្ញុំទៅខានបានផឹកស៊ីយូដូចជាជូរមាត់ដែរនឹងម៉ែវា មិនបាច់មកកុហកទេខ្ញុំឃើញលួចផឹករាល់តែថ្ងៃហ្នឹងស្អីវិញប្រញាប់ទៅហើយប្រញាប់មកវិញផងប្រយ័ត្នជ្រុលពេលរកផ្លូវមកផ្ទះមិនឃើញ បាទប្តីដឹងហើយ អេអាចជ្រុយមកដែរគ្នាស្អប់មុខវាណាស់ហើយអ្វីលើលោកនេះនៅមានមនុស្សបែបនេះទៀតណោះបើមិនបានជួយគេក៏ហីទៅចោកុំតែមកធ្វើបាបគេទៅបានហើយព្រោះតែវាខ្ញុំត្រូវខ្មាស់គេប្រមាណដងមកហើយគ្នាឯនេះក៏ត្រូវវាបោកបញ្ឆោតឲ្យកូនក្របីគ្នាពងវិញផ្លូវដែរក្របីគ្នាដើរតម្រង់ទិសមកផ្ទះហើយវាចង្អុលឲ្យដើរទៅទិសផ្សេងឯណាណីទៅវិញនឹកឃើញរឿងហ្នឹងមិនទាន់បាត់ខឹងផងដូចជាហួសហេតុពេកហើយណាស់ហើយបើដឹងថាវាអញ្ចឹងទៅហើយទៅប្រកាន់វាធ្វើអីកុំឲ្យចាញ់បោកវាទៀតទៅបានហើយក៏ប៉ុន្តែត្រូវផ្ដល់មេរៀនឲ្យគេម្ដងទៅបានឲ្យដឹងថាការបោកប្រាស់ការកុហកគេវាយ៉ាងណា